ស្រីស្អាតជើងល្អម្នាក់ការស្គាល់គ្នាតាមរយៈ Facebook ណាអាណត្តិបបួលគ្នាទៅទិញខោអាវត្រូវបានស្រីស្អាតជើងល្អខាងលើហ្នឹងធ្វើល្បិចជាខ្ចីម៉ូតូហ្នឹងគឺបានជិះម៉ូតូរបស់គាត់យកទៅបាត់គាត់ត្រូវជាអ្នកស្គាល់គ្នាជាមួយក្មួយខ្ញុំបងហ្នឹងហ៎ចាបាទដំបូងខ្ញុំណាត់ជាមួយក្មួយថាទៅទិញខោអាវចាបន្ទាប់មកខ្ញុំជិះបានទៅកណ្ដាលផ្លូវក្មួយក៏ប្រាប់ថាមីងខ្ញុំសុំនាំមិត្តភក្តិខ្ញុំទៅម្នាក់ដែរគាត់សុំទៅដែរបន្ទាប់មកខ្ញុំក៏មកដល់កន្លែងទីតាំងដែលត្រូវមកយកគាត់ហ្នឹងម្នាក់ស្រីហ្នឹងសុំបើកម៉ូតូហ្នឹងហើយគាត់សុំកាន់សោហ្នឹងបងបាទចាបន្ទាប់មកដល់កន្លែងហាងខ្ញុំនាំគ្នារើសកៅអៅហើយខ្ញុំរៀបចំឡគាត់ថាបងខ្ញុំស្រេចទឹកអញ្ចឹងក៏នាំគ្នាថាឥឡូវសម្រាប់ជំនុំថាទិញស្ទិញមួយកែវកូកាមួយកែវអញ្ចឹងណាបងចែកគ្នាញ៉ាំហើយខាងម្ចាស់ហាងគាត់ថាអូនឯងដើរទៅប្រវែងនឹងទេគាត់ថាអត់ទេខ្ញុំចង់ជិះម៉ូតូស្រាប់តែគាត់ជិះម៉ូតូទៅគឺទៅបាត់ហ្មងបងបាត់រហូតដល់ឥឡូវហ្នឹងបាទតាំងពីម៉ោងប៉ុន្មានម៉ោង 4:75 បងម៉ោង 4:75 ល្ងាចហ្នឹងទេណាចាបងគឺយើងតំណតំណងព្យាយាមតំណតំណងទៅគាត់កុហកយើងថាគាត់ទៅដល់កំពង់សោមហីឥឡូវគាត់ប្រាប់ថាគាត់ដល់កំពង់សោមហើយអានេះ Facebook របស់គាត់ណាចា Facebook ស្អីបាទឈ្មោះស្រីមាសស្អាតណាស់នៅក្រៅស្អាតទេសខ្ពស់ហ្នឹងទៅអត់គិតថាអញ្ចឹងថាជាកូនអ្នកធំត្រូវហ្មងបងខ្ញុំអត់គិតថាមនុស្សនឹងបែបហ្នឹងហ៎បងចាដោយសារតែភាគច្រើនខ្ញុំដើរក្មេងបែកស្លុយខ្លះក៏អត់អញ្ចឹងទេប៉ុន្តែខ្ញុំមើលទៅកូនហ្នឹងគឺសំណំសនួនខ្លាំងហ្មងប៉ុន្តែខ្ញុំអត់គិតថាគាត់ជាចៅហ៎បងបាទម៉ូតូដែលគាត់ធ្វើសកម្មភាពលួចយកទៅហ្នឹងគឺជាប្រភេទម៉ូតូម៉ាអីស្កូពីបងស្កូពី025បង Smart Key ពាក់ស្លាកលេខប្រហែលឈ្មោះណូមីកូបងកម្ពុជាណូមីកូចាបាទឈ្មោះបងប្អូនហ្មងចាឈ្មោះខាងក្រៅរបស់ខ្ញុំបងជនសង្ស័យដែលបានធ្វើសកម្មភាពយកម៉ូតូបងប្អូនទៅហ្នឹងថាគាត់មានឈ្មោះអីអត់ស្គាល់ឈ្មោះទៀតសៃមាសឈ្មោះសៃមាសឈ្មោះសៃមាសអាយុទុំប្រហែលជាប្រហែលដែរ24 23 ហ្នឹងទេចឹងខ្ញុំគិតថាមនុស្សហ្នឹងក៏អត់អញ្ចឹងដែរព្រោះមើលទៅរបៀបថាមនុស្សត្រឹមត្រូវបងខ្ញុំអត់គិតអញ្ចឹងទេអញ្ចឹងខ្ញុំក៏គិតថាគ្រាន់តែជីប្រវែងហ្នឹងទៅមួយផ្លែទៅវាមិនអីទេអញ្ចឹងបើតាមការបញ្ជាក់មកថាបងអូនគឺអត់ដែលស្គាល់បងអូនស្រីខាងលើហ្នឹងទេចាដែលស្គាល់ទេបងបាទអញ្ចឹងគឺក្មួយស្រីអ្នកស្គាល់ចាបងបាទឥឡូវបងសួរខាងក្មួយស្រីបន្តិចបងអូនស្រីបន្តិចគឺបងអូនស្គាល់គាត់តាមរយៈ Facebook ហ្នឹងគឺស្គាល់ប្រហែលខែប្រហែលឆ្នាំហើយស្គាល់យូរហើយបងប៉ុន្តែដែលលេងឆាតមួយគ្នាទេទឹកថ្ងៃហ្នឹងគាត់ឆាតមកខ្ញុំហើយសុំមកតាមហ្មងនិយាយទៅជីគាត់ថាជីតាក់ស៊ីមកដល់ផ្ទះមុខផ្ទះខ្ញុំហើយគាត់មកតាមខ្ញុំឡើងតាមខ្ញុំរហូតហ្មងបាទអញ្ចឹងពីមុនមកបានន័យថាយើងអត់ដែលស្គាល់គ្នាទេចាលេងឆាតដូចវាថាលេងដាច់អត់ដែរតំណគ្នាអីចិត្តស្និទ្ធទេតែថ្ងៃហ្នឹងគាត់សុំមកតាមខ្ញុំលេងឆាតនឹងឆាតនៅក្នុងតំណនៅក្នុងនេះយ៉ាងម៉េចដែរគឺវាថាគាត់អាយុបងខ្ញុំគាត់ហៅខ្ញុំប្អូនអញ្ចឹងណាអញ្ចឹងបានន័យថាយើងស្គាល់តាមរយៈ Facebook ហ្នឹងគឺយើងស្គាល់យូរហើយប៉ុន្តែយើងគ្រាន់តែធ្វើការឆាតគ្រាន់តែរាប់អានគ្នាលេងធម្មតាទេគឺមិនដែលមានការតំណជួបគ្នានៅខាងក្រៅដូចជាមិត្តភក្តិជិតស្និទ្ធអត់មានទេចាតែម្ដងហ្នឹងហើយយកម៉ូតូទៅហ្មងបើតាមការបញ្ជាក់ថាធ្លាប់ចេញចូល Naga អីញឹកហ្នឹងហើយតាមគេប្រាប់ទេថាធ្លាប់ចេញចូល Naga លេងល្បែងលេងអីចឹងទៅខ្ញុំអត់សូវដឹងច្បាស់ដែរនឹងតាមគេប្រាប់ទេគេប្រាប់ថាម្នាក់ស្រីហ្នឹងអញ្ចឹងចុះហេតុអីបានជាបងអត់ស្គាល់គេឈប់បាស់ផងហេតុអីបានជាបងអូនឲ្យគេមកតាមបងអូននិយាយទៅបងគាត់មាន Facebook មានអីចឹងណាហើយសង្សារចាស់គាត់អីហ្នឹងមាន friend មួយខ្ញុំទាំងអស់ចឹងតែខ្ញុំគិតថាវាអត់អីទេបើមនុស្សស្គាល់គ្នារាប់អានគ្នាអញ្ចឹងណាតែអត់ដឹងថាគាត់អញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងនិយាយថាម៉េចខ្ញុំឆាតទៅសង្សារចាស់គាត់ក៏សង្សារចាស់គាត់និយាយដែរថាធ្លាប់លួចលុយរបស់គាត់លួចអញ្ជៀនលួចអីតែខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់ដែរទៅជីកកកាយរឿងគេគាត់ខ្ចីសោម៉ូតូខ្ញុំកាន់ហ្នឹងគាត់ថាចេះខ្ញុំខ្ចីកាន់លេងសិនមើលទៅស្អាតដូចសោឡាគាត់ចកេះមកសាម៉ូតូហ្នឹងបងមីងខ្ញុំទៅដាក់ជាប់ចកេះយកទៅមកបាទកាន់ធ្វើដូចម៉ូតូខ្លួនឯងទៅបាទហើយចុះហេតុអីបានជាសោម៉ូតូរបស់យើងមិនទុកយើងមិនដាក់ខ្លួនឯងយកទៅឲ្យគេកាន់គាត់ទាដប់ពេលដែលគាត់ដប់មកដល់ហ្នឹងសោគឺនៅគាត់គេទាដប់ហើយចេះតែឲ្យគេដប់យើងយើងជាម្ចាស់ម៉ូតូជាកម្មសិទ្ធិដែលជាម្ចាស់ម៉ូតូហេតុអីបានជាយើងសម្រេចចិត្តឲ្យគេដប់បងអត់មានគិតសង្ស័យពីគាត់អីខ្លះអត់ទេនិយាយទៅបងខ្ញុំគិតថាមនុស្សហ្នឹងសំសួនហ្មងអត់មានសំថាជាចោលបងខ្ញុំអត់ដែរគិតចឹងណាគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់ធ្វើការនៅធនាគារវឌ្ឍនៈនៅស្ទឹងជ័យកាលមុនគាត់នៅម្ដុំស្ទឹងជ័យហ្នឹងដល់ពេលឥឡូវគាត់ថាគាត់ដូរមកនៅខុនដូ LM ទូតពងនេះតែខ្ញុំទៅរកអត់ឃើញទេអាហ្នឹងខ្ញុំចាំឲ្យព្រាវគាត់និយាយថានៅខុនដូទូតពងបាទហើយនិយាយសិតមានឡានជិះធ្វើការនៅធនាគារវឌ្ឍនៈហើយខ្ញុំអត់គាត់ថាគាត់ធ្វើចរិតអញ្ចឹងគាត់និយាយថាឡានគាត់ខូចនៅការ៉ាស់នៅអីចឹងទៅគាត់សុំមកដោយសារយើងដែរចឹងទៅខំជិះតាក់ស៊ីមកផ្ទះយើងហើយយើងក៏ចិត្តតែយកមកតាមចឹងទៅចិត្តតែដោយមកតាមគឺគេថាលក្ខណៈ high so ដែរណាចាគេហៅថា high so ប្រហោងក្នុងប្រិមិត្តថ្នាំដុសធ្មេញយិនសិន MyE មានប្រសិទ្ធភាពខ្ពស់បំផុតជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្ទើរស្រាញតាមបញ្ចាញ់ធ្មេញជួយឲ្យធ្មេញរឹងមាំសស្អាតព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់តម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះក្នុងមួយទីអាចប្រើបានដល់ទៅ3ខែបាទប្រិមិត្តទូទាំងជនយើងគឺថានៅក្នុងយប់ថ្ងៃទី21ខែមេសាឆ្នាំ2026នេះដែលមានបងអូនស្រីពីរនាក់គឺបានស្គាល់នារីដ៏សោះសុភាគេថាស្រីស្អាតជើងល្អម្នាក់បាទគេថាស្គាល់គ្នាតាមរយៈ
Facebook ណាប្រិមត្តទូទាំងជនយើងក៏បានធ្វើការណាត់បបួលគ្នាបាទទៅទិញខោអាវបាទក៏ត្រូវបានស្រីស្អាតជើងល្អខាងលើហ្នឹងបាទធ្វើល្បិចជាខ្ចីម៉ូតូហ្នឹងគឺបានជិះម៉ូតូរបស់គាត់យកទៅបាត់ស្រមោលតែម្ដងបាទហើយបានព្យាយាមនៅក្នុងការតាក់ទងតាមរយៈ Facebook ដូចជា Telegram អីផ្សេងហ្នឹងគឺគាត់បានធ្វើការប្លុកចោលខ្ទេចខ្ទីតែម្ដងប្រិមត្តបងសួស្ដីបាទមានឈ្មោះអីដែរខ្ញុំឈ្មោះសៃណេកបងឆ្នាំនេះអាយុប្រហែលហ្នឹង25ឆ្នាំបាទធ្វើការគេអងថ្ងៃខ្ញុំនៅផ្ទះបងរៀននៅរៀនទេណាឆ្នាំទីប្រហែលខ្ញុំរៀនភាសាចិនបងរៀនភាសាចិនណាបាទអ្នកនៅខេត្តណាដែរខ្ញុំនៅខាងគួរស្រូវបងនៅគួរស្រូវនេះទេចាបាទជនសង្ស័យដែលបានធ្វើសកម្មភាពយកម៉ូតូរបស់បងអូនទៅហ្នឹងគឺថាគាត់មានឈ្មោះអីអត់ស្គាល់ឈ្មោះទៀតសៃមាសឈ្មោះសៃមាសឈ្មោះសៃមាសអាយុទុំប្រហែលជាប្រហែលដែរ24 23ហ្នឹងទេបាទម៉ូតូដែលគាត់ធ្វើសកម្មភាពលួចយកទៅហ្នឹងគឺជាប្រភេទម៉ូតូម៉ាកអីScorpio បង Scorpio 025បង Smart Key ពាក់ស្លាកលេខប្រហែលឈ្មោះ Nomiko បងកម្ពុជា Nomiko ចាបាទឈ្មោះបងប្អូនហ្មងចាឈ្មោះខាងក្រៅរបស់ខ្ញុំបងបាទមកបងអូនអាចជួយរៀបរាប់បញ្ជាក់ពីអាដាមហេតុដំបងបន្តិចមើលតើបងអូនស្គាល់ថាបងអូនស្រីខាងលើហ្នឹងគឺតាមរយៈអីគឺជាមិត្តភក្តិស្និទ្ធស្នាលឬមួយក៏យើងទៅតែស្គាល់ទេគាត់ត្រូវជាអ្នកស្គាល់គ្នាជាមួយក្មួយខ្ញុំបងហ្នឹងហ៎ចាបាទដំបងខ្ញុំណាត់ជាមួយក្មួយថាទៅទិញកៅអៅបាទចាបន្ទាប់មកខ្ញុំជីបានទៅកណ្ដាលផ្លូវក្មួយក៏ប្រាប់ថាមីងខ្ញុំសុំជូននាំមិត្តភក្តិខ្ញុំទៅម្នាក់ដែរគាត់សុំទៅដែរបន្ទាប់មកខ្ញុំក៏មកដល់កន្លែងទីតាំងដែលត្រូវមកយកគាត់ហ្នឹងម្នាក់ស្រីហ្នឹងសុំបើកម៉ូតូហ្នឹងហើយគាត់សុំកាន់សោហ្នឹងបងបាទចាបន្ទាប់មកដល់កន្លែងហាងខ្ញុំនាំគ្នារើសកៅអៅហើយខ្ញុំរៀបចំឡគាត់ថាបងខ្ញុំស្រេចទឹកបាទអញ្ចឹងក៏នាំគ្នាថាឥឡូវសម្រាប់ជំរុំថាទិញមួយកែវកូកាមួយកែវអញ្ចឹងណាបងចែកគ្នាញ៉ាំហើយខាងម្ចាស់ហាងគាត់ថាអូនឯងដើរទៅប្រវែងនឹងទេគាត់ថាអត់ទេខ្ញុំចង់ជិះម៉ូតូស្រាប់តែគាត់ជិះម៉ូតូទៅគឺទៅបាត់ហ្មងបងបាត់រហូតដល់ឥឡូវហ្នឹងបាទតាំងពីម៉ោងប៉ុន្មានម៉ោង 4:75 បងម៉ោង 4:75 ល្ងាចហ្នឹងទេណាចាបងបាទហើយឥឡូវនេះគឺបងអូនបានព្យាយាមនៅក្នុងការតាក់ទងជាមួយនឹងគាត់ហ្នឹងខ្ញុំតាក់ទងហើយបងគាត់ប្លុកខ្ញុំចោលទាំងអស់ប្លុកចោលទាំងអស់ចាខ្ញុំឲ្យមិត្តភក្តិអីទាំងអស់ដែលមាន friend ជាមួយគាត់អីទាំងប្រហែលតាក់ទងទៅគាត់គឺគាត់ប្លុកហ្មងហើយខ្ញុំព្យាយាមសម្របសម្រួលមួយគាត់ខ្ញុំនិយាយវល់អីទាំងប្រហែលសម្របសម្រួលគាត់តែគាត់អត់ព្រមទេគឺគាត់ប្លុកខ្ញុំចោលយកហ្មងបាទចុះហេតុអីបានជាយើងអត់ស្គាល់ពីសោដារបស់គេច្បាស់ទេហេតុអីបានជាយើងហ៊ានឲ្យគេនៅក្នុងការខ្ចីម៉ូតូខ្ញុំគិតថាជាមិត្តស្និទ្ធស្នាលរបស់ក្មួយខ្ញុំព្រោះអ្នកដែលខ្ញុំដើរជាមួយជាមិត្តរបស់ក្មួយខ្ញុំភាគច្រើនគឺអត់ដែរអញ្ចឹងទេបងអញ្ចឹងខ្ញុំគិតថាមនុស្សហ្នឹងក៏អត់អញ្ចឹងដែរព្រោះមើលទៅរបៀបថាមនុស្សត្រឹមត្រូវបងខ្ញុំអត់គិតអញ្ចឹងទេអញ្ចឹងខ្ញុំក៏គិតថាគ្រាន់តែជីប្រវែងហ្នឹងទៅមួយផ្លែទៅវាមិនអីទេអូខេអញ្ចឹងបើតាមការបញ្ជាក់មកថាបងអូនគឺអត់ដែរស្គាល់បងអូនស្រីខាងលើហ្នឹងទេចាដែរស្គាល់ទេបងបាទអញ្ចឹងគឺក្មួយស្រីអ្នកស្គាល់ចាបងបាទឥឡូវបងសួរខាងក្មួយស្រីបន្តិចបងអូនស្រីបន្តិចគឺបងអូនស្គាល់គាត់តាមរយៈ Facebook ហ្នឹងគឺស្គាល់ប្រហែលខែប្រហែលឆ្នាំហើយស្គាល់យូរហើយបងប៉ុន្តែដែរលេងឆាតមួយគ្នាទេទឹកថ្ងៃហ្នឹងគាត់ឆាតមកខ្ញុំហើយសុំមកតាមហ្មងនិយាយទៅជីគាត់ថាជីតាក់ស៊ីមកដល់ផ្ទះមុខផ្ទះខ្ញុំហើយគាត់មកតាមខ្ញុំឡើងតាមខ្ញុំរហូតហ្មងបាទអញ្ចឹងពីមុនមកបានន័យថាយើងអត់ដែរស្គាល់គ្នាទេចាលេងឆាតដូចវាថាលេងដាច់អត់ដែរតំណគ្នាអីចិត្តស្និទ្ធទេបាទតែថ្ងៃហ្នឹងគាត់សុំមកតាមខ្ញុំយកលេងឆាតហ្នឹងឆាតនៅក្នុងតំណនៅក្នុងនេះយ៉ាងម៉េចដែរគឺវាថាគាត់អាយុបងខ្ញុំគាត់ហៅខ្ញុំប្អូនអញ្ចឹងណាបាទចាគាត់ដូចហៅខ្ញុំគាត់ហៅខ្ញុំប្អូនខ្ញុំដូចជាគាត់បងខ្ញុំអញ្ចឹងបាទអញ្ចឹងបានន័យថាយើងស្គាល់តាមរយៈ Facebook ហ្នឹងគឺយើងស្គាល់យូរហើយប៉ុន្តែយើងគ្រាន់តែធ្វើការឆាតគ្រាន់តែរាប់អានគ្នាលេងធម្មតាទេគឺមិនដែលមានការតំណជួបគ្នានៅខាងក្រៅដូចជាមិត្តភក្តិជិតស្និទ្ធអត់មានទេចាតែម្ដងហ្នឹងហើយយកម៉ូតូទៅហ្មងបាទអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺគាត់បានធ្វើការសុំមកជួបអណែងចាគាត់មកតាមយើងហ្មងឡើងជិះម៉ូតូតាមមកហ្មងគាត់ចង់តាមមកក៏មកតាមប្អូននៅក្នុងគោលបំណងអីគេដំបូងគាត់ថាគាត់មកជួបខ្ញុំទេប៉ុន្តែខ្ញុំត្រូវមកក្រៅមួយមីងខ្ញុំគាត់សុំមកតាមដែរហ្មងចុះហេតុអីបានជាបងអត់ស្គាល់គេឈប់បាស់ផងហេតុអីបានជាបងឲ្យគេមកតាមបងនិយាយទៅបងគាត់មាន Facebook មានអីចឹងណាហើយសង្សារចាស់គាត់អីហ្នឹងមាន friend មួយខ្ញុំទាំងអស់ចឹងតែខ្ញុំគិតថាវាអត់អីទេបើមនុស្សស្គាល់គ្នារាប់អានគ្នាអញ្ចឹងណាតែអត់ដឹងថាគាត់អញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងនិយាយថាម៉េចខ្ញុំឆាតទៅសង្សារចាស់គាត់ក៏សង្សារចាស់គាត់និយាយដែរថាធ្លាប់លួចលុយរបស់គាត់លួចអញ្ជៀនលួចអីតែខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់ដែរទៅជីកកកាយរឿងគេតែតែឥឡូវហ្នឹងខ្ញុំឆាតទៅសង្សារចាស់គាត់ទៅគាត់ថាម្នាក់ហ្នឹងចេះចោលទៅធ្លាប់លួចធ្លាប់អីចឹងអញ្ចឹងចានិយាយទៅច្រើនករណីបងបើតាមបងប្អូនដឹងគឺ
នៅពេលដែលមានបញ្ហាបាត់ម៉ូតូអញ្ចឹងគឺនៅពេលដែលអូនឯងស្រាវជ្រាវទៅដឹងពីប្រវត្តិរបស់គាត់ខ្លះៗដែរគាត់ជាមនុស្សដែលមានប្រវត្តិយ៉ាងម៉េចដែរហ្នឹងហើយព្រោះខ្ញុំឆាតសួរ fan Facebook ខ្ញុំហ្នឹងមានសង្សារគាត់ពី3នាក់ដែរសង្សារចាស់ហ្នឹងអូចាហើយគេអ្នកស្គាល់ចឹងទៅគេចិត្តតែឲ្យ Telegram សង្សារថ្មីឥឡូវហ្នឹងមកតំណងទៅគឺទៅជួបតែគាត់ដែលគាត់ចុចបិទទាំងអស់ block ទាំងអស់មកតំណងលេងបានហ្មងអត់ដឹងថាគាត់យកម៉ូតូយកទៅទុកនៅណានៅណីអត់ដឹងទេឲ្យយកទៅលក់ឬក៏ប្រចាំយើងអត់ដឹងទេណាចាហើយតំណងគឺយើងតំណងព្យាយាមតំណងទៅគាត់កុហកយើងថាគាត់ទៅដល់កំពង់សោមហីឥឡូវគាត់ប្រាប់ថាគាត់ដល់កំពង់សោមហីចាគាត់ឈ្មោះស្រីមាសអញ្ចឹងណាអើយឈប់អើយអូណែអានេះ Facebook របស់គាត់ណាចា Facebook ស្រីមាសឈ្មោះស្រីមាសស្អាតណាស់នៅក្រៅស្អាតទេស្អាតបងស្អាតស្អាតសខ្ពស់ហ្នឹងនិយាយទៅអត់គិតថាអញ្ចឹងហ្មងជាកូនអ្នកធំត្រូវហ្មងបងខ្ញុំអត់គិតថាមនុស្សនឹងបែបហ្នឹងហ៎បងបាទចាដោយសារតែភាគច្រើនខ្ញុំដើរក្មេងបែកស្លុយខ្លះក៏អត់អញ្ចឹងទេប៉ុន្តែខ្ញុំមើលតែកូនហ្នឹងគឺសំណំសនួនខ្លាំងហ្មងប៉ុន្តែខ្ញុំអត់គិតថាគាត់ជាចៅបងបាទអញ្ចឹងក៏ខ្ញុំប្រហែសឲ្យគាត់យកសោម៉ូតូទៅគាត់ខ្ចីសោម៉ូតូខ្ញុំកាន់ហ្នឹងគាត់ថាចេះខ្ញុំខ្ចីកាន់លេងសិនមើលទៅស្អាតដូចសោឡានគាត់ចកេះហ្មងសោម៉ូតូហ្នឹងបងមីងខ្ញុំទៅដាក់ជាប់ចកេះយកទៅហ្មងបាទកាន់ទៅដូចម៉ូតូខ្លួនឯងទៅបាទហើយចុះហេតុអីបានជាសោម៉ូតូរបស់យើងមិនទុកយើងមិនដាក់ខ្លួនឯងយើងទៅឲ្យគេកាន់គាត់ទាដប់ពេលតែគាត់ដប់មកដល់ហ្នឹងសោគឺនៅគាត់គេទាដប់ហើយចេះតែឲ្យគេដប់យើងជាម្ចាស់ម៉ូតូជាកម្មសិទ្ធិដែលជាម្ចាស់ម៉ូតូហេតុអីបានជាយើងសម្រេចចិត្តឲ្យគេដប់ពេលនោះយើងគិតថាមកទៅយើងមកមួយគ្នាទិញកន្លែងខ្ញុំនិយាយដែរចឹងមកខ្ញុំគិតថាជាមិត្តសាសនាមកក្មួយភាគច្រើនគឺខ្ញុំឲ្យគេដប់ហើយចុះបងអត់មានគិតសង្ស័យពីគាត់អីខ្លះអត់ទេនៅពេលនិយាយទៅបងខ្ញុំគិតថាមនុស្សនោះសំសួនហ្មងអត់មានសំថាជាចោលបងខ្ញុំអត់ដែរគិតចឹងណាកន្លងមកធ្លាប់មានឃើញតាមរយៈការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដូចជាព័ត៌មានបងផ្សាយមុនមកបញ្ហាដែលរឿងយើងទុកចិត្តគេឆាប់ជឿគេនឹងធ្លាប់ឃើញមកពីមុនមកហើយធ្លាប់បងប៉ុន្តែខ្ញុំអត់ដែរគិតអញ្ចឹងបងដោយសារតែដូចខ្ញុំនិយាយចឹងថាខ្ញុំមើលទៅគាត់គឺជាមនុស្សត្រឹមត្រូវមនុស្សគេអត់ឲ្យវាយតម្លៃមនុស្សទេប៉ុន្តែយើងក៏ត្រូវតែប្រុងប្រយ័ត្នចំពោះមនុស្សដែលយើងមិនស្គាល់ស្និទ្ធស្នាលចិត្តដិតហើយដូចជាការចាត់ស្ដែងអូនឃើញស្រាប់ហើយមិត្តភ័ក្តិស្គាល់គ្នារយៈពេល4-5 ឆ្នាំនៅតែអាចធ្វើស៊ីគ្នាបានហើយចោះតម្រាំមនុស្សដែលយើងស្គាល់តាមរយៈបណ្ដាញសង្គមត្រឹមតែជាការរាប់អានគ្នាគេថាមិត្តភ័ក្តិនៅលើ Facebook អីធម្មតាហើយជួបគ្នាជាលើកដំបូងទៀតហើយហេតុអីបានជាយើងទុកចិត្តគេដល់ថ្នាក់ហ្នឹងខ្ញុំគិតថាមកមួយគ្នាវាមិនអាចធ្វើអញ្ចឹងណាដល់ពេលវាអញ្ចឹងខ្ញុំគ្រាន់តែបើកទូរស័ព្ទមកឃើញគេលុបរូបលុបអីខ្ញុំចោលតែនៅសល់2-3ស្លឹកអញ្ចឹងណាលុបរូបលុបអីចោលលុបឆាតជាមួយខ្ញុំចោលខ្ញុំចាប់ដើមភ័យស្លន់ស្លោសួររកសារម៉ូតូគឺទៅបាត់ហើយជីទៅហ្មងខ្ញុំដល់ពេលអញ្ចឹងទៅអស់អាលេងហ្មងបាទហើយអញ្ចឹងក្រោយពេលកាត់ហេតុបងអូនមានបានទៅដាក់ពាក្យបណ្ដឹងជាមួយនឹងកម្លាំងសមត្ថកិច្ចមួយហ្នឹងខ្ញុំទៅដាក់ពាក្យបណ្ដឹងមួយមីងដែរបងប៉ុន្តែគាត់ថាចាំព្រឹកព្រឹកទៀតចាបាទអត់តាន់គ្រប់ម៉ោងទទួលពាក្យបណ្ដឹងឬក៏យ៉ាងម៉េចដំបូងគាត់ថាគាត់ឲ្យខ្ញុំសម្រាប់ចិត្តថាខ្ញុំគួរដាក់ពាក្យបណ្ដឹងអត់ព្រោះដោយសារពេលដែលដាក់ទៅគឺក្មួយខ្ញុំគាត់ជាប់ពាក់ព័ន្ធបងដោយសារតែគាត់ជាអ្នកស្គាល់ហើយខ្ញុំអត់ដែរស្គាល់ទេហើយគាត់ជាអ្នកនាំម្នាក់ហ្នឹងមកអញ្ចឹងគាត់ជាប់ពាក់ព័ន្ធអាចនឹងជាប់គាត់ដែលត្រូវនៅនិយាយជាមួយប៉ូលីសអញ្ចឹងណាបងប៉ូលីសសួរនាំអញ្ចឹងណាបងធម្មតាតែហ្នឹងប៉ូលីសនេះគេត្រូវការធ្វើការសួរនាំស្រាវជ្រាវទៅស្គាល់តាមរយៈអីអញ្ចឹងណាអាហ្នឹងធម្មតាគឺត្រូវតែអញ្ចឹងហើយបាទអញ្ចឹងគឺកម្លាំងសមត្ថកិច្ចក៏ត្រូវតែទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះដែរបាទនៅពេលដែលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងអញ្ចឹងនៅប៉ុស្តិ៍ហេតុសង្កាត់បឹងគៀងកងទី3ណាបាទអញ្ចឹងក្រោយពីបងផ្សព្វផ្សាយហើយបងត្រូវទៅដាក់ពាក្យបណ្ដឹងជាមួយនឹងកម្លាំងសមត្ថកិច្ចបន្តបន្ថែមទៀតហើយចំពោះសមាជិកដែលគាត់ត្រូវធ្វើការសួរនាំយ៉ាងម៉េចអានឹងជាជំនាញរបស់គាត់នឹងធ្វើការសួរនាំបាទប្រិមត្តទូទាំងជនយើងអញ្ចឹងគឺជុំវិញពាក់ព័ន្ធនៅក្នុងករណីខាងលើនេះឬក៏បានបញ្ជាក់នឹងបានរៀបរាប់អញ្ចឹងគឺគាត់ស្គាល់គ្នាតាមរយៈ Facebook ទេហើយបងស្រីខាងលើនេះក៏អត់ដែរស្គាល់ទេអញ្ចឹងបានន័យថាស្គាល់ក្មួយនេះបាទក្មួយនេះបានទៅតែស្គាល់គ្នាទៅតែជួបគ្នាលើកដំបូងនៅក្នុងថ្ងៃនេះបន្តតែម្ដងបាទឥឡូវមកធ្វើស៊ីយកម៉ូតូគ្នាទៅបាត់តែម្ដងបាទនេះគេហៅថាការទុកចិត្តមនុស្សដោយយើងអត់មានការប្រុងប្រយ័ត្នតែប្រិមិត្តគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់ធ្វើការនៅធនាគារវឌ្ឍនៈនៅស្ទឹងជ័យកាលមុនគាត់នៅម្ដុំស្ទឹងជ័យហ្នឹងដល់ពេលឥឡូវគាត់ថាគាត់ដូរមកនៅខុនដូ LM ទូតពងនេះតែខ្ញុំទៅរកអត់ឃើញទេអាហ្នឹងខ្ញុំចាំបែបព្រាវគាត់និយាយថានៅខុនដូទូតពងបាទហើយនិយាយសិតមានឡានជិះធ្វើការនៅធនាគារវឌ្ឍនៈហើយខ្ញុំអត់គាត់ថាគាត់ធ្វើចរិតអញ្ចឹងគាត់និយាយថាឡានគាត់ខូចនៅការ៉ាស់នៅអីចឹងទៅគាត់សុំមកដោយសារយើងដែរចឹងទៅខំជីតាក់ស៊ីមកផ្ទះយើងហើយយើងក៏ចិត្តតែយកមកតាមចឹងទៅចិត្តតែដោយមកតាមចឹងគឺលក្ខណៈ high so ដែរណាចាបាទអានេះហៅថា high so ប្រហោងក្នុងប្រិមិត្ត
ទូតាសេជនហើយបើតាមការបញ្ជាក់ថាធ្លាប់ចេញចូលណាកាអីញឹក ហ្នឹងហើយតាមគេប្រាប់តែថាធ្លាប់ចូលចេញចូលណាកាលេងលបាយលេងអីចឹងទៅខ្ញុំអត់សូវដឹងច្បាស់ដែរនឹងតាមគេប្រាប់ទេគេប្រាប់ថាម្នាក់ស្រីហ្នឹងអញ្ចឹង អញ្ចឹងគឺសូមតាយកម៉ូតូមកឲ្យជនរងគ្រោះវិញបាទតនគេមិនតន់ដាក់ពាក្យបណ្ដឹងនៅឡើយទេតែគេដាក់ពាក្យបណ្ដឹងគឺគេអត់ដកពាក្យបណ្ដឹងទេគឺនឹងធ្វើការទៅតាមផ្លូវច្បាប់ហើយមុខមាត់កិត្តិយសបងប្អូនគឺក៏ខ្ទេចខ្ទីទៅតាមនឹងដែរបាទព្រោះអីយើងលួចទ្រព្យសម្បត្តិគេបាទយករបស់របរគេទៅបាទនឹងវាស្មើទៅជាចោលឲ្យប្រិមិត្តទូទាំងជនយើងបត់ល្មើសគេហៅថាបត់ល្មើសព្រំមិនតាន់ណាប្រិមិត្តបាទវាត្រូវតែជាប់គុកជាប់ច្បាប់ហ្នឹងបាទហើយនេះបើសិនជាគាត់ធ្វើការដោះស្រាយគ្នាយកគ្នាយ៉ាងម៉េចទៀតហ្នឹងទៅតាមពួកឯងផ្សេងទេបាទបើបងចង់ឲ្យបងមកលុបព្រមមែនគឺបងអត់លុបទេគឺផ្សាយឲ្យព្រមមែនពាក់ព័ន្ធនឹងផ្លូវច្បាប់នឹងបងប្អូនជាអ្នកដោះស្រាយមកគេទៅណាអូខេបាទឥឡូវយើងក៏សូមធ្វើការបិទបញ្ចប់ក្នុងការផ្សាយត្រឹមនេះសូមអរគុណសូមគោរពលាថ្នាំដុសធ្មេញដែលគ្រាន់តែប្រើទៅដែលមានអារម្មណ៍ថាហិលមានពពុះនៅក្នុងមាត់បងប្អូនអត់ពិបាករកទេនៅលើទីផ្សារតែថ្នាំដុសធ្មេញប្រភេទព្យាបាលដោយថ្នាំដុសធ្មេញយិនសិនម៉ាអ៊ីគឺពិបាករកប្រើណាស់ពួកយើងបានចូលទៅដល់រោងចក្រតលនៅប្រទេសកូរ៉េកំងសារធាតុផ្សំល្អតម្រូវសុខភាពមាត់ធ្មេញរបស់បងប្អូនខ្មែរយើងដែលពូកែស័ក្តិសិទ្ធិក្នុងការជួយបំបត្តិអាការៈស្រាវស្រាញតាមអញ្ចាញ់ធ្មេញកំចាត់កំណកអំបោនៅតាមធ្មេញកំចាត់បញ្ហាក្លិនមាត់មិនល្អនិងជួយឲ្យធ្មេញរឹងមាំយ៉ាងមានប្រសិទ្ធភាពជាថ្នាំដុសធ្មេញដែលទទួលស្គាល់ច្បាស់លាស់ពីក្រសួងខ្មែរនិងកូរ៉េទទួលស្គាល់គុណភាពដោយ ISO 9001 និង ISO 14001ព្រមទាំងមានការធានារ៉ាប់រងពីក្រុមហ៊ុន Samsung ក្នុងមួយទីបតម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះអាចប្រើបានចន្លោះពី 2 ទៅ 3 ខែបងប្អូនអាចរកជឿបានតាមឱសថដ្ឋានតាមតូបតាមផ្សារទូទាំងប្រទេសកម្ពុជាឬក៏អាចទំនាក់ទំនងទិញតាមរយៈ page នៅខាងក្រោមវីដេអូនេះឬតាមរយៈ Telegram